mà hộp một mục này tụi bay thì dương miền lôi tính có mình bật cọt thả ai trâu tính bàn hộp đè nó khang sọc nhóm này mà hộp một mục này cứ dương hào thà là việc đàm phần tay bao sầm rạp khang sọc ông pu minh nước mình đang hào thà sầm lò ai têแต่bao sầm rạp khang nó khang sọc nhóm này kỳ hào thà sầm lò là việc đàm hay sầm lò là việc đàm này phong đấy bao sân chỉ ông pu minh hào copy sọc nhóm complete chui của mình khang crom video prap nhóm phong hay sầm lò này phong đấy cứ ăn miên cứ buồn ăn miên khนาtê cứ phơ to khniaពីយាយពីតាពីម៉ែពីអូព្រោះនៅក្នុងគ្រួសារនីមួយការធ្វើម្ហូបគឺមិនដូចគ្នាទេក្តាមដែលជីកបានពីថ្ងៃមុនអត់ដឹងថាធ្វើម្ហូបអីក៏នឹកឃើញថាចង់ស្លរវាក្តាមហើយរវាក្តាមនេះផងដែរគឺខានហូបយូរហើយរយៈពេលឡើងបើនិយាយឲ្យចំទៅគឺយូរឆ្នាំដែរ2-3ឆ្នាំដែរអត់ដែរបានហូបរវាក្តាមទេបានក្តាមរើដងក៏ធ្វើតែក្តាមជ្រក់ក្តាមអីឆាក្តាមអីចឹងទៅអត់ដែរបានសូវធ្វើរវាក្តាមទេថ្ងៃនេះក៏ចង់មកបង្ហាញអ៊ំពូមីងពីរបៀបធ្វើសន្លរវាក្តាមធ្លាប់ទៅលើគេថាស្លខួរក្តាមតែបើសម្រាប់ខ្ញុំខាងខ្ញុំនេះគឺខ្ញុំស្លរវាក្តាមនេះយើងអាចយកទៅធ្វើម្ហូបបានច្រើនមុខចង់យកទៅឆាក៏បានចង់យកទៅភ្លាក៏បានជ្រក់ក៏បានស្លម្ជូរក៏បានគឺនិយាយរួមទៅគឺតាមតែយើងឆ្នៃទេចង់ហូបម្ហូបអីគឺយើងឆ្នៃម្ហូបនឹងទៅបើសិនជាថាបើនិយាយពីរឿងក្តាមខែនេះគឺខ្លាញ់ល្អណាស់លងពេញស្នូកលងលឿងល្អតែម្ដងហើយក្តាមខ្លាញ់ចេះបើថាយកម្លវាក្តាមនិយាយពីអូយបងប្អូនហើយជាតិតែម្ដងជាដំបូងក្តាមនេះគឺយើងត្រូវលាងសម្អាតទឹកឲ្យស្អាតរួចបកសម្បកយកស្នូកវាចេញបន្ទាប់មកយើងយកតែសាច់វានិងជើងវាយកមកបុកយើងបុកបែបនេះគឺបុកដើម្បីយកចម្រោះយកទឹកសាច់ក្តាមបើសិនជាយើងយកទៅស្លម្ជូរស្លអីគឺយើងមិនចាំបាច់បុកអញ្ចេះទេតែសម្រាប់មុខម្ហូបរវាក្តាមនេះគឺដាច់ខាតគឺយើងត្រូវតែបុកក្តាមឲ្យម៉ត់បុកឲ្យម៉ត់រួចចាំយើងយកទៅចម្រោះយកទៅទឹកក្តាមបងប្អូនហើយឲ្យចំណែកខ្លាញ់នៅនឹងស្នូកវាគឺយើងឆ្កឹះវាដាក់ចានមកឆ្កឹះវាទុកយើងអត់បុកជាមួយទេដោយសារតែអាខ្លាញ់ក្តាមនេះគឺយើងទុកបងនៅពេលដែលសម្លយើងនឹងគឺចិត្តឆ្អិនបុកសាច់ក្តាមឲ្យម៉ត់រួចគឺយើងចាប់ផ្ដើមយកវាទៅចម្រោះការចម្រោះសាច់ក្តាមនេះគឺយើងចម្រោះយកទៅទឹកទេគឺយើងលាយជាមួយទឹកនេះគឺយើងលាយម្ដងបន្តិចយើងកូរច្បាច់វាដើម្បីចម្រោះយកទៅទឹកសាច់ក្តាមទេក្តាមខែនេះខ្លាញ់ល្អយកមកស្លនិយាយពីថាអូជាតិណាស់បើនិយាយពីថារឿងទឹកក្តាមលឿងល្អតែម្ដងមកហូបមកមុខនេះបើសិនជាបងប្អូនអត់ដែរតន់សាកធ្វើទេគឺអាចធ្វើហូបបានក្តាមស្រីយើងបើសិនជាថាអត់ដឹងថាយកធ្វើម្ហូបអីឆ្ងាញ់អញ្ចឹងអាចសាកស្លមកមុខនេះបានអ្វីដែលសំខាន់ពេលដែលយើងបុកក្តាមនេះចម្រោះយកទៅទឹកមិនមែនយកតែម្ដងទេយើងច្រោះធ្វើម៉េចឲ្យបានម្ដងទៅ2ដងឬក៏3ដងចម្រោះលើកទី1យើងចាត់យកទឹកពូតតកាវាចេញពូតកាសាច់ក្តាមរួចយើងយកទៅបុកវាម្ដងទៀតបុកម្ដងទៀតលាយជាមួយទឹកយើងពូតទឹកហ្នឹងម្ដងទៀតយកទៅទឹកទេចំណែកឯឆ្អឹងវាគឺយើងអត់យកទេបោះចោលអានេះគឺជាសមិទ្ធផលបន្ទាប់ពីយើងបុកទឹកក្តាមគឺយើងយកទៅទឹកវាទេបងប្អូនយកទៅទឹកខួរក្តាមទេស្លរវាក្តាមនេះអ្វីដែលយើងចូលមិនបានគឺប្រហុកហើយនឹងកលីងនៅពេលដែលខ្ញុំដាំទឹកគឺខ្ញុំដាក់ដេងគល់ស្លឹកគ្រៃខ្ទឹមអំបិលប៊ីចេងស្ករនិយាយទៅគ្រឿងទេសគឺយើងដាក់មួយសេតតែម្ដងបន្ទាប់ពីទឹកវាចាប់ផ្ដើមពុះយើងដាក់បន្លែណាដែលថាវាអត់ងាយលួយដូចខ្ញុំដាក់នោងនេះគឺបេះនៅនឹងចកាខ្លួនឯងស្រេចតែម្ដងបន្លែក៏ធម្មជាតិក្តាមក៏ធម្មជាតិនិយាយរួមទៅថ្ងៃនេះគឺធម្មជាតិទាំងអស់បន្ទាប់ពីថាមើលថាស្លយើងចាប់ផ្ដើមផុយនួងផុយត្រាប់ហើយខ្ញុំក៏ចាប់ផ្ដើមដាក់ស្លឹកនេះគឺគេហៅថាស្លឹកអង្គាដីហើយនឹងផ្កាអង្គាដីសម្រាប់បន្លែនេះបងប្អូនចង់ដាក់តាមចំណង់ចំណូលចិត្តដូចតែបន្លែប្រហើទេបងប្អូនដូចទាសន្លប្រហើទេជាចុងបញ្ចប់អ្វីដែលយើងចូលអត់បានគឺនីងលាក់បើសិនជាបងប្អូនមានម្អមក៏ដាក់ម្អមក៏បានដែរបើអត់មានម្អមគឺយើងដាក់ជីនីងលាក់សម្រាប់ខ្លាញ់ក្តាមគឺអត់ទាន់បានថតបង្ហាញជូនបងប្អូនទេផ្លេចខ្លាញ់ក្តាមនេះគឺខ្ញុំចាក់ដាក់នៅពេលដែលស្លយើងនឹងពុះទឹកចាប់ផ្ដើមពុះខ្ញុំក៏ចាប់ផ្ដើមចាក់ខ្លាញ់ក្តាមនឹងចូលទៅដើម្បីឲ្យសន្លយើងនឹងមានពឿលឿងល្អឃើញលឿងនេះគឺសិតតែលឿងខ្លាញ់ក្តាមស្រលរួចងាកនេះគឺអត់បានហូបទេហូបតែម៉ែនឹងឪពីរនាក់ដោយសារតែខ្ញុំនឹងគឺអត់សូវឃ្លានទេអត់សូវហេវអញ្ចឹងហើយក៏ឲ្យតែម៉ែនឹងឪគាត់ហូបបងក៏អត់នៅទេថ្ងៃនេះអញ្ចឹងហើយក៏នៅតែម៉ែនឹងឪខ្ញុំសូមបញ្ជាក់ស្លថ្ងៃនេះគឺខ្ញុំអត់ប្រើសាច់ទេគឺខ្ញុំដាក់តែក្តាមសុទ្ធបើសិនជាបងប្អូនចង់ដាក់សាច់លីក៏បានដែរតាមចំណង់ចំណូលចិត្តតែបើសម្រាប់ខ្ញុំគិតថាក្តាមនេះគឺវាមានជាតិសាច់ហើយអញ្ចឹងហើយខ្ញុំអត់ប្រើសាច់ទេខ្ញុំចង់ជាតិក្តាមសុទ្ធតែម្ដង